ជំរាបសួរលោកលោកស្រីប្រិមិត្តដែលកំពុងទស្សនាទូរទស្សន៍ហង HDTV ជាទីគោរពនិងជាទីមេត្រីវិលជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីទំព័រអាជីពពាក្យស្លោកមួយបានពោលថាដាំនៅក្នុងសាលាផ្កានៅក្នុងសង្គមដែលផ្លែផ្កាអាចទទួលបានផលល្អគឺអាស្រ័យទៅមានការថែទាំត្រឹមត្រូវដូចគ្នាដែរនឹងវិស័យអប់រំការជ្រើសរើសសាលារៀនត្រូវតែជាសាលាដែលផ្ដល់នូវការអប់រំច្បាស់លាស់ជាមួយនឹងកម្មវិធីសិក្សាល្អៗគ្រូប្រកបដោយវិជ្ជាជីវៈនិងបរិយាកាសប្រកបដោយផាសុកភាពដូច្នេះហើយតាមរយៈកម្មវិធីទំព័រអាជីពនៅក្នុងសប្តាហ៍នេះខ្ញុំបាទសូមណែនាំពីសាលារៀនសុវណ្ណភូមិដែលជាសាលាផ្ដល់នូវការអប់រំតាមស្តង់ដារកម្រិតខ្ពស់និងកំពុងដំណើរការយ៉ាងជោគជ័យហើយបានពង្រីកទីតាំងរហូតដល់ចំនួន12ហើយនិងមានសិស្សានុសិស្សជាង 20,000 នាក់កំពុងទទួលការអប់រំនៅទីនោះចង់ដឹងថាតើប្រព័ន្ធអប់រំរបស់សាលារៀនសុវណ្ណភូមិមានគុណភាពប៉ុណ្ណាហើយគន្លឹះអ្វីខ្លះទើបជំរុញឲ្យការគ្រប់គ្រងសាលានេះទទួលបានភាពជោគជ័យបែបនេះសូមអញ្ជើញទស្សនាការផាត់ពណ៌ការគូគំនូរគឺជាការបណ្ដុះបណ្ដាលប្រាជ្ញាស្មារតីឲ្យកុមារមានការច្នៃប្រឌិតខ្ពស់និងការគិតបានវែងឆ្ងាយចំណែកការច្រៀងគឺជាការជំរុញឲ្យកុមារឆាប់ចាប់បាននៅពាក្យថ្មីៗជាភាសាអង់គ្លេសក្នុងខណ្ឌដូនពេញសវណ្ណភូមិគឺជាសាលារៀនឯកជនមួយដែលផ្ដល់នូវស្តង់ដារខ្ពស់ខាងផ្នែកអប់រំសម្រាប់សិស្សានុសិស្សដែលមានដៃគូជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាហើយគោលបំណងសំខាន់ក្នុងការបង្កើតសាលារៀនសុវណ្ណភូមិនេះគឺយើងមានគោលបំណង3សំខាន់ទី1គឺរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានក្រសួងអប់រំយុវជនកីឡានិងមន្ទីរអប់រំយុវជននិងកីឡាជាអាណាព្យាបាលផ្ទាល់ហើយគោលបំណងសំខាន់ទី2ទៀតគឺបង្កើតនៅទីផ្សារការងារបន្ថែមជូនដល់បុគ្គលិកគ្រូបរិញ្ញាបុគ្គលិករដ្ឋបាលនិងបុគ្គលិកផ្នែកត្រួតត្រងសាលារៀនផ្សេងៗទៀតឲ្យគាត់មានឱកាសការងារជាមួយនឹងសាលារៀនសុវណ្ណភូមិហើយចំណុចសំខាន់ទី3គឺចែករំលែកបទពិសោធន៍ដែលខាងពួកយើងមានពិតប្រាកដតាក់ទងជាមួយនឹងវិស័យអប់រំជូនដល់បងប្អូនសិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងអស់ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយគុណភាពគោលបំណងនៃផ្នែកអប់រំរបស់សាលារៀនសុវណ្ណភូមិគឺដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបាននូវការបណ្ដុះបណ្ដាលទាំងផ្នែកប្រាជ្ញាស្មារតីរូបរាងកាយនិងតម្រូវការសង្គមការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតីគឺកើតឡើងតាមរយៈកម្មវិធីសិក្សាដែលអាចឲ្យសិស្សទទួលបាននូវការអប់រំកាន់តែទូលំទូលាយកម្មវិធីសិក្សានីមួយៗគឺផ្ដោតទៅលើដំណើរការនៃភាពឆ្លាតវៃក្នុងកម្រិតខ្ពស់ក្នុងការគិតនិងច្នៃប្រឌិតចំណែកការអភិវឌ្ឍផ្នែករាងកាយវិញគឺកើតឡើងតាមរយៈកម្មវិធីសិក្សាដូចគ្នាដែលនឹងអាចពង្រឹងដល់ភាពខ្លាំងរបស់ពួកគេ រីឯការអភិវឌ្ឍផ្នែកសង្គម
គឺបានរាប់បញ្ចូលទាំងឱកាសនៃការធ្វើឲ្យជំនាញអន្តរបុគ្គលកាន់តែមានប្រសិទ្ធភាពសមគួរក្នុងការប្រើប្រាស់ពេលវេលាដើម្បីកម្សាន្តនិងលុបបំបាត់ចោលនូវភាពអាត្មានិយមសម្រាប់អ្នករាល់គ្នាផងដែរទាំងនេះគឺជាការជំរុញឲ្យការអភិវឌ្ឍផ្នែកអាកប្បកិរិយាក្នុងសង្គមនិងមានភាពទំនួលខុសត្រូវតាមរយៈការធ្វើដោយឯករាជ្យនិងជាមួយអ្នកដទៃក្នុងអំឡុងពេលធ្វើគម្រោងរួមគ្នាបាទតកតងជាមួយនឹងទស្សនវិស័យរបស់សាលារៀនសវណ្ណភូមិគឺយើងមានពិតប្រាកដយើងបានកំណត់នៅចក្ខុវិស័យរួមគ្នាមួយថាសាលារៀនសវណ្ណភូមិផ្ដល់សេវាអប់រំជូនដល់សិស្សានុសិស្សទាំងអស់ប្រកបដោយគុណភាពពិតប្រាកដហើយត្រង់ចំណុចនេះដែរខ្ញុំចង់បញ្ជាក់ជូនថាបើយើងនិយាយពីរឿងបញ្ហាគុណភាពនៅក្នុងវិស័យអប់រំគឺមានភាពស្មុគស្មាញខុសពីវិស័យផលិតផលផ្សេងខុសពីក្រុមហ៊ុនប្រភេទផលិតផលផ្សេងដែលវាងាយក្នុងការបោះវែងសម្រាប់អប់រំគឺយើងត្រូវការពេលវេលាយើងត្រូវការចូលរួមគ្រប់ទាំងអស់តាំងពីខាងសាលាតាំងពីខាងមេដាបេដាសិស្សតាំងពីក្នុងសហគមន៍ទាំងមូលចាំបាច់ត្រូវតែមានការចូលរួមបានយើងធានាបាននូវគុណភាពក្នុងកម្រិតណាមួយបច្ចុប្បន្ននេះមានសិស្សានុសិស្សជាង 20,000 នាក់កំពុងទទួលការដកខាត់ចំណេះដឹងនិងទទួលការអប់រំពីលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ខ្ពស់គឺសុទ្ធតែមានអាជីពច្បាស់លាស់សាលារៀនសវណ្ណភូមិមានផ្ដល់នូវការអប់រំថ្នាក់ចំណេះដឹងទូទៅខ្មែរចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់ទី 12សម្រាប់ការអប់រំថ្នាក់មត្តេយ្យគឺរៀបចំឡើងសម្រាប់ក្មេងចាប់ពីអាយុ 3 ឆ្នាំឡើងទៅចំណែកគ្រឹះនៃការអប់រំគឺរៀបចំឡើងសម្រាប់ក្មេងដែលមានអាយុចាប់ពី 6 ឆ្នាំឡើងទៅសម្រាប់ក្មេងចូលដំបូងយើងអត់ផ្ដោតសំខាន់លើការសរសេរទេគឺយើងផ្ដោតសំខាន់លើការរបៀបរបបនៃការកាន់ color របស់គាត់ដំបូងយើងឲ្យគាត់ផាត់ដើម្បីឲ្យគាត់មានការរឹងមាំចំពោះម្រាមដៃគាត់ប៉ុន្តែក្នុងការផាត់ហ្នឹងគឺយើងជ្រើសរើសរក color ណាដែលធំដែលមិនមានផលប៉ះពាល់ចំពោះកញ្ញាដៃគាត់ហើយងាយស្រួលក្នុងការផាត់ហើយឲ្យគាត់ស្គាល់ថារបស់ហ្នឹងជារបស់អីហើយគាត់ឃើញនៅណាហើយតើវាមានពណ៌អីហើយគាត់អាចស្ទាបរបស់ហ្នឹងបាននិយាយចំគឺកំណត់របស់ហ្នឹងថាស្គាល់ជារបស់អ្វីមានអត្ថប្រយោជន៍គឺថាគាត់ស្គាល់ថារបស់ហ្នឹងគាត់ឃើញនៅកន្លែងណាអញ្ចឹងតើតោងការគិតរបស់គាត់អញ្ចឹងនៅពេលគាត់ឃើញភ្លាមគឺគាត់អាចស្គាល់ថាហ្នឹងជាអ្វីអញ្ចឹងការហៅភាសាអង់គ្លេសចំពោះរបស់ហ្នឹងថាជាអ្វីព្រោះអីយើងគ្រាន់តែផ្ដល់ប្រធានបទមួយសម្រាប់គាត់ដូចជាយើងថាយើងឲ្យគូតំបន់សួនសត្វអញ្ចឹងគាត់នឹងដឹងថាសួនសត្វគាត់ឃើញអីខ្លះអញ្ចឹងយើងមិនចាំបាច់ថាតើសួនសត្វហ្នឹងមានសត្វអីអញ្ចឹងគាត់នៅសម័យហើយគាត់ច្នៃប្រឌិតថាតើកន្លែងណាមានសត្វអីកន្លែងណាមានសត្វអីហើយមានចំនួនសត្វអ្វីខ្លះហើយសត្វហ្នឹងវាមានរូបរាងម៉េចពណ៌សម្បុរម៉េចតើគាត់ត្រូវផាត់ពណ៌រូបហ្នឹងយ៉ាងម៉េចការផាត់ពណ៌ឬការគូរគំនូរគឺជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់កុមារដែលវាមិនត្រឹមតែអាចជួយឲ្យពួកគេមានការច្នៃប្រឌិតប៉ុណ្ណោះទេតែវាថែមទាំងអាចឲ្យកុមារបង្ហាញនូវអារម្មណ៍ដែលគេកំពុងគិតតាមរយៈរូបគំនូរទៀតផងបន្ទាប់ពីការគូរគំនូរការច្រៀងមិនត្រឹមតែអាចទាក់ទាញអារម្មណ៍កុមារឲ្យសប្បាយរីករាយប៉ុណ្ណោះទេវាក៏ជាប្រយោជន៍ក្នុងការឲ្យពួកគេឆាប់ចងចាំនូវពាក្យថ្មីៗទាំងឡាយដែលមាននៅក្នុងចម្រៀងចាការរៀនជាចម្រៀងទី1គាត់ចេះពាក្យហើយទី2គឺការបញ្ចេញសម្លេងគាត់ថាចំពោះពាក្យចម្រៀងហ្នឹងតើពាក្យនេះនៅក្នុងចម្រៀងគេ
គេបញ្ចេញសម្លេងយ៉ាងម៉េចហើយគាត់ច្រៀងយ៉ាងម៉េចតើត្រូវលើកដាក់ឬក៏ទម្លាក់សម្លេងចោះយ៉ាងម៉េចហើយគាត់នៅពេលដែលគាត់ចេះច្រៀងចម្រៀងគាត់ចាំបានពាក្យច្រើនចាភាគច្រើនចម្រៀងហ្នឹងគឺវាតកតងនឹងមេរៀនអញ្ចឹងក្នុងចម្រៀងហ្នឹងគឺគេដកឃ្លាចេញពីមេរៀនមកដាក់ខ្លះអញ្ចឹងចំពោះន័យវា